Cứ chỉ tạm ở đây vì rừng nhom. Anhប្រញាប់ប្រញល់ទៅផ្ទះខ្ញុំ Hai,ស្រីឈួតឯងឈួតក៏មិនមើលកន្លែងដែរជឿអត់ថាខ្ញុំនឹងបង្រៀនឯង ហេហ៊ានបង្រៀនខ្ញុំនឹកស្មានថាគ្រូសាអញអត់មុនសកាខ្ញុំបញ្ជូនកូនប្រុសខ្ញុំមកធ្វើជាងឈើមិនមែនឲ្យឯងមកធ្វើទីស្ករទេ នេះជាសិស្សនេះជាអ្នកសម្លាប់មនុស្សឯងជាស្រីកំសត់ដឹងអីធ្វើជាងឈើត្រូវតែទ្រាំលំបាកមិនចង់រៀនក៏ទៅ ឯងជាមេគ្រូសាត្រឹមត្រូវឯងក៏ជាឪពុកម្ដាយដែរខ្ញុំខ្លាចឯងមិនជួបកម្ម គ្រូសាឯងជាពួកខ្ជិះខ្ជាយហេតុអីលោកម្ចាស់មុនមិនសម្លាប់ឯងទាំងអស់ កូនកុំរៀនទៀតទោះយើងទៅរើសម្រាមលក់លុយក៏មិនឲ្យឯងរងទុកដែរថ្ងៃនោះខ្ញុំជូនបណ្ដាការ500កាក់ទៅលោកម្ចាស់ទុកឲ្យឯងទិញឈូងឲ្យគ្រូសាឯងទៅហេកូនជាតិមុនគ្រូសានេះនិយាយថាកូនខ្ញុំត្រូវគេសម្លាប់ដោយឈើឥឡូវគិតទៅមិនដឹងថាត្រូវគេធ្វើបាបសម្លាប់យ៉ាងម៉េចទេហេ ម៉ាក់ធ្វើអី ហឺ ហឺឯងធ្វើអីជប់ភ្លាម គ្រូសាឯងសុទ្ធតែជាពួកអត់មុនសកាសម្រាប់កូនខ្ញុំឯងនឹងជួបកម្មវិញហេសម្រាប់កូនគេសំហើយដែលគេមកតាមរកដល់ផ្ទះគ្រូសានាមឆែននោះមិនយូរមិនឆាប់ក៏ជួបកម្មហឺកូនទៅយើងត្រឡប់ទៅផ្ទះវិញ ម៉ាក់ខ្ញុំពិតជាអាចមិនរៀនធ្វើជាងឈើបានមែនទេ ឯងនៅចង់រៀនទៀតមែនទេ ខ្ញុំមិនរៀនគ្រូសាយើងធ្វើម៉េចបងប្រុសធំក៏កំពុងដាំដុះនៅផ្ទះហើយខ្ញុំក៏ត្រឡប់មកដាំដុះវិញតើគាត់នឹងមានគំនិតអីអត់ពីមុនបងប្រុសធំជាអ្នកស្នើឲ្យខ្ញុំរៀនធ្វើជាងឈើគាត់ថាជាងឈើរៀនចប់ហើយងាយរកលុយតែខ្ញុំមិនបានជួបវាតែខ្ញុំទៅផ្ទះត្រកូលថែនជាង1ឆ្នាំហើយមិនបានរៀនអីសោះបងប្រុសធំនឹងមិនសប្បាយចិត្តជាមិនខាន កូនត្រឡប់មកហើយសម្រាប់សិនទៅរឿងផ្សេងមានម៉ាក់ជាអ្នកដោះស្រាយកុំបារម្ភម៉ាក់មិនឲ្យឯងឃ្លានទេ ខ្ញុំស្ដាប់ម៉ាក់ កូនត្រឡប់មកវិញហើយផ្ទះយើងមានគ្នាច្រើនផងទាំងកូនស្រីផងមើលទៅខ្ញុំត្រូវប្រញាប់លក់បន្លែព្រៃទាំងនោះហើយផ្ទះនេះអាចរក្សាទុករបស់របរបានមែនពិតជាល្អណាស់តែខ្ញុំត្រូវយកបន្លែព្រៃដើម្បីបើកទ្វារលើកក្រោយត្រូវប្រយ័ត្នបន្តិចជីនេះមិនមែនជាស្រីធំដែលលក់បន្លែលើកមុនទេលើកមុនខ្ញុំមិនទាន់បាននិយាយចប់ផងឯងក៏បន្លែស្រស់ពេញកន្ត្រកស្មៅប្រម៉ោយជ្រូកមានត្រួយឈូករដីទៀតអើលោកអើយបន្លែព្រៃច្រើនណាស់លក់បានលុយប៉ុន្មានទៅស្រីធំមិនបានមកប៉ុន្មានថ្ងៃគឺទៅជីកបន្លែព្រៃនេះឯងខ្ញុំទៅតែមកការពីម្សិលមិញមិនក៏ទៅជាមិនបានមកប៉ុន្មានថ្ងៃទៅវិញខ្ញុំមិនបានមកប៉ុន្មានថ្ងៃហើយគឺ3ថ្ងៃហើយ3ថ្ងៃកន្លងទៅ3ថ្ងៃហើយមិនមែនថារយៈពេលទាំងពីរភពមិនដូចគ្នាទេស្រីធំឯងលក់បន្លែនេះអត់លក់បន្លែថ្ងៃនេះខ្ញុំដាំខ្លួនឯងត្រួយឈូកក្រដីនិងស្មៅប្រម៉ោយជ្រូកសុទ្ធតែរើសពីព្រៃទាំងអស់មិនដឹងថាស្រីធំមានត្រកូលអីទេខ្ញុំមានត្រកូលលោតាមម្ដាយហើយត្រកូលប្តីគឺសងហើយខ្ញុំលុយ Daniel ឬសង Pose ក៏បានដែរស្រីធំនេះនិយាយស្អាតបាតគួរសំណាស់មើលទៅមិនដូចជាមនុស្សមានការអប់រំទេឬក៏ជាទម្លាប់ផ្ទាល់ខ្លួនអញ្ចឹងខ្ញុំហៅមីងលោះហើយខ្ញុំថ្លឹងបន្លែព្រៃទាំងនេះឲ្យមីងមីងរងចាំបន្តិចសរុបទាំងអស់ 111.51 កាក់មែនទេលើកក្រោយបើខ្ញុំជីកបន្លែព្រៃឯងនៅតែទួលទិញទេទទួលមានប៉ុន្មានយកប៉ុណ្ណឹងអញ្ចឹងបើមានរាប់រយគីឡូអញ្ចឹងឯងជាទេវតាទ្រព្យរបស់ខ្ញុំហើយខ្ញុំត្រូវតែដាក់តាំងឯងគោរពបូជាកុំថាឡើយរាប់រយគីឡូទោះបីរាប់ពាន់គីឡូក៏ខ្ញុំទទួលទិញដែរ